สมัยนี้ให้มีแนะนำจะធ្វើផាត់លើទៀតអត់មកបើតើចេះធ្វើផាត់លើទេចាំមើលវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាចាសម្រាប់រូបមន្តធ្វើផាត់លើអត់មានអីបាក់អីបងប្អូនងាយសាមញ្ញហើយស្រួលមែនតើតោះចាំការទៀតតាមដានរបៀបធ្វើជាមួយខ្ញុំទាំងអស់គ្នាចាជាដំបូងផាត់លើដែលខ្ញុំយកមកធ្វើហ្នឹងគឺខ្ញុំយកជាប្រភេទពោះធំទាំងអស់អត់មានលាយដាតឬក៏ត្រជីអីតែបើសិនជាបងប្អូនចង់លាយប្រភេទគ្រឿងក្នុងអីផ្សេងៗបងប្អូនអាចទិញថែមបានអញ្ចឹងណាតែសម្រាប់ខ្ញុំថ្ងៃហ្នឹងខ្ញុំធ្វើតែប្រភេទពោះធំទៅមុខទេហើយសម្រាប់ពោះធំហ្នឹងពេលដែលយកមកបងប្អូនយកមកដូចបងប្អូនឃើញខាងដើមវីដេអូអញ្ចឹងគឺខ្ញុំដាក់មានម្សៅដែលខ្ញុំដាក់ហ្នឹងគឺជាប្រភេទ baking soda ជាមួយនឹងទឹកខ្មេះបន្តិចអញ្ចឹងទៅវារៀងឡើងពពុះអញ្ចឹងណាហើយសម្រាប់ការដែលខ្ញុំដាក់ baking soda ជាមួយនឹងទឹកខ្មេះហ្នឹងគឺដើម្បីកាត់ក្លិនដោយបងប្អូននឹងស្រាប់តែប្រភេទគ្រឿងក្នុងគឺមានក្លិនខ្លាំងហើយណាមួយយើងចង់សម្អាតវាស្អាតតាមពិតទៅបើសិនជាបងប្អូនមានវិធីសាស្ត្រផ្សេងសម្រាប់លាងប្រភេទគ្រឿងក្នុងហ្នឹងឲ្យបាត់ក្លិនបងប្អូនអាចរើសតាមវិធីបងប្អូនបានតែសម្រាប់ខ្ញុំលាងបែបនេះគឺបាត់ក្លិនហ្មងបងប្អូនធានា 100% ចាហើយបន្តមកទៀតពេលដែលយើងលាងស្អាតហើយយើងដាក់វាឲ្យស្រក់ទឹកទុកមួយឡែកចឹងទៅហើយយើងដាក់ខ្ទះក៏បានឆ្នាំងក៏បានដែរបងប្អូនហើយបន្ទាប់មកយើងយកពោះធំដែលយើងលាងស្អាតហើយមិញយកមកដាក់នៅក្នុងចាបងប្អូនបន្ទាប់ពីដាក់នៅក្នុងខ្ទះហើយគឺខ្ញុំឆាចុះឡើងច្បល់វាអីចឹងទុកមកស្ទុះដោយសារតែវាយើងមានជាតិទឹកចឹងយើងអត់ចាំបាច់ដាក់ទឹកថែមដើម្បីស្ងោរទេធម្មតាបើសិនជាបងប្អូនមានត្រចៀកឬក៏ដាតអីបងប្អូនត្រូវដាក់ស្ងោរឬក៏ស្រុះវាឲ្យបាត់ក្លិនឆ្អាបម្សៅសិនអញ្ចឹងណាចានៅក្នុងពោះវៀនហ្នឹងពេលវាចាប់ដើមចេញទឹកតិចខ្ញុំរួចដាក់អំបិលបន្តិចនិយាយទៅគឺដាក់រៀងឡំអីចឹងណាខ្ញុំឆាឡើងឆារៀងយូរដែរហ្នឹងបងប្អូនឃើញវីដេអូខ្ញុំរៀងខ្លីតែពិតទៅខ្ញុំដាក់រៀងលឿនដែរចាសម្រាប់ពោះវៀនខ្ញុំយកអាចថានិយាយថាស្រស់ក៏បានដែរបងប្អូនស្រស់ហ្នឹងឬក៏ឆាត្រឡប់ចុះត្រឡប់ឡើងហ្នឹងគឺខ្ញុំទុករៀងមកស្ទុះរៀងយូរដែរអាចថាខ្ទង់ពី5នាទីទៅ10នាទីអញ្ចឹងណាឆាច្បល់ចុះឡើងហើយដូចស្រស់វាអញ្ចឹងចាបងប្អូនបន្ទាប់ពីស្រស់ពោះធំនឹងរួចហើយខ្ញុំទុកវាម្លែកបន្ទាប់មកខ្ញុំដាក់ឆ្នាំងថ្មីសម្រាប់ដាក់ស្ករពីងឬក៏ស្ករត្នោតជើងបងប្អូនដាក់ឆ្នាំងរៀងក្តៅបន្តិចទៅទើបខ្ញុំដាក់ស្ករពីងឬក៏ត្នោតជើងហ្នឹងប្រហែលជា70ក្រាមឬក៏អាចថាមកវែកអញ្ចឹងណាព្រោះដោយសារតែពោះធំដែលខ្ញុំយកមកធ្វើថ្ងៃហ្នឹងគឺចំនួនអាចថាកន្លះគីឡូបងប្អូនចាបងប្អូនបន្ទាប់ពីកូរស្ករត្នោតហ្នឹងរៀងឡើងពណ៌ស្អាតឡើងជើងក្រងហើយគឺបងប្អូនអាចដាក់ជាមួយនឹងផ្កាច័ន្ទហើយនឹងឈើអែមបានសម្រាប់ខ្ញុំដាក់ថ្ងៃហ្នឹងផ្កាច័ន្ទខ្ញុំដាក់2ឬក៏2កន្លះអីចឹងទៅឈើអែមខ្ញុំដាក់បន្តិចដែរហើយបន្ទាប់មកគឺយើងកូរជាមួយនឹងស្ករហ្នឹងហើយដើម្បីឲ្យពណ៌ហ្នឹងនៅស្អាតគឺខ្ញុំរួចថែមអំបិលបន្តិចហើយជាមួយនឹងទឹកថៃព្រោះបើសិនជាអត់ដាក់ទឹកថៃទេខ្លាច់ពណ៌វារៀងខ្មៅជាងនឹងអាចខ្លោចអាចអីចឹងណាបងប្អូនហ្នឹងហើយបន្ទាប់ពីខ្ញុំដាក់ទឹកថៃហើយនឹងអំបិលខ្ញុំអាចដាក់ថាខ្ទង់កន្លះស្លាបព្រាកាហ្វេហើយខ្ញុំដាក់ពុះដែលខ្ញុំស្រោហើយមិញហ្នឹងដាក់ចូលនៅក្នុងផាក់លើគ្រឿងផាក់លើដែលខ្ញុំកូរនឹងតែម្ដងចាសម្រាប់គ្រឿងផាក់លើគឺមានតែប៉ុណ្្នឹងឯងបងប្អូនព្រោះដោយសារបើសិនជាយើងដាក់ស្កររៀងច្រើនវាអាចផ្អែមវាអត់សូវឆ្ងាញ់អញ្ចឹងគឺយើងត្រូវលួចគ្រឿងតាមហ្នឹងសម្រាប់គ្រឿងប៉ុណ្្នឹងគឺល្មមសម្រាប់ខ្ញុំតែបើសិនជាបងប្អូនចង់ត្រូវការរៀងប្រាក់បន្តិចឬក៏អីបងប្អូនអាចថែមថយគ្រឿងតាមហ្នឹងអញ្ចឹងណាតែគ្រាន់ថាឥឡូវគឺអត់ទាន់អាចថែមថយបានទេដោយសារតែយើងងាស់វារៀងយូរអញ្ចឹងគឺបងប្អូនត្រូវដាក់ទឹកហើយងាស់វាទុកចោលសម្រាប់ពោះធំថ្ងៃហ្នឹងគឺខ្ញុំងាស់រយៈពេល30ទៅ40នាទីប៉ុណ្ណឹងវាមកល្មមផុយដែលយើងមិញអាចញ៉ាំបានតែបើសិនជាសម្រាប់មនុស្សចាស់អាចចូលដល់1ម៉ោងអីចឹងទៅវាផុយមួយវិញទៀតគឺស៊ីសងជាមួយនឹងពោះធំដែលបងប្អូនយកមកដែរបើសិនជាពោះរៀងខ្ចីអីតែពោះរៀងចាស់តតងាស់រៀងយូរអញ្ចឹងពេលដែលបងប្អូនងាស់បដាបងប្អូនលួចកាត់វាភ្លក់អញ្ចឹងណាថាតើបងប្អូនចង់បានកម្រិតផុយហ្នឹងប៉ុណ្ណាចាដូចខ្ញុំបញ្ជាក់ជូនបងប្អូនអញ្ចឹងតើតនឹងគ្រឿងផាក់លើគឺស្រួលមែនតើយើងអាចរកទិញនៅផ្សារបានបើសិនជាយើងយកអាលីស្រាប់ក៏វាមានប៉ុន្តែពេលខ្លះវាអត់ត្រូវឬជាតិដែលយើងចង់ញ៉ាំទេតែបើគ្រឿងផាក់លើនេះគឺស្រួលរកមែនតើមានតែឈើអែមជាមួយនឹងផ្កាច័ន្ទ2 3ហើយឈើអែមបន្តិចគឺរួចរាល់មកចាបន្ទាប់ពីយើងងាស់ពវៀននឹងទុកចោលដាក់ម្លែកហើយគឺយើងងាកមកធ្វើបន្លែវិញម្ដងបន្លែដែលខ្ញុំយកមកតបមួយនឹងផាក់លើហ្នឹងគឺខ្ញុំមានតសក់ចាហើយនឹងឈូកដូចគ្នាខ្ញុំធ្វើឈូកដែរអញ្ចឹងណាតែធ្វើឈូកបន្តិចទេចាសម្រាប់តសក់គឺខ្ញុំកាត់រៀងធំវែងខ្លះខ្ញុំកាត់រៀងផ្ទះខ្លះ
ចាបន្ទាប់ពីខ្ញុំកាត់សក់ឲ្យហើយបន្តមកទៀតគឺខ្ញុំរៀបចំជីដែរជីដែលខ្ញុំយកមកបន្ទាប់ញ៉ាំជាមួយនឹងផាក់ឡូវថ្ងៃហ្នឹងគឺខ្ញុំមានជីអាណាជាមួយនឹងស្លឹកខ្ទឹមអញ្ចឹងទៅខ្ញុំរៀបតាមដំដោយរបស់វាឲ្យស្រួលបួលហើយខ្ញុំកាត់វារៀងប៉ិនថ្នាំងដៃអញ្ចឹងណាបងប្អូនហ្នឹងហើយកាត់វាវែងតិចស្រួលបន្ទាប់ញ៉ាំដែរបងប្អូនបើសិនជាចង់ថែមជីផ្សេងអាចដាក់បានតែសម្រាប់ខ្ញុំផាក់ឡូវខ្ញុំគិតថាជីពីរមុខហ្នឹងគឺល្មមមិនដាក់អីថែមទេហើយណាមួយខ្ញុំញ៉ាំតែពីរនេះឯងបន្លែមិនសូវញ៉ាំច្រើនណាស់នេះអញ្ចឹងខ្ញុំដាក់តែពីរមុខហ្នឹងទៅតាមមកទេនឹងធ្វើជ្រក់ប៉ុន្តែជ្រក់ថ្ងៃហ្នឹងខ្ញុំយកល្ហុងខ្ចីហ្នឹងមកតែបន្តិចទេអញ្ចឹងខ្ញុំធ្វើតែបន្តិចសម្រាប់ញ៉ាំអញ្ចឹងណាព្រោះណាមួយផាក់ឡូវអត់មានជ្រក់ដូចខ្វះអីមួយយ៉ាងអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំលើធ្វើជ្រក់បន្តិចដែរសម្រាប់ក្បួនធ្វើជ្រក់ហ្នឹងគឺស្រួលទេបងប្អូនអត់ពិបាកទេយើងគ្រាន់តែហាន់ល្ហុងឲ្យស្ដើងបន្ទាប់មកយើងយកវាទៅច្បាច់ជាមួយនឹងទឹកអំបិលរបស់យើងឲ្យរៀងទន់ស្ពាប់អីចឹងណាគ្រាន់តែឡៃហ្នឹងរៀងយូរបន្តិចយូរនឹងចិត្តហើយនឹងយូរនឹងច្បាច់ទឹកអំបិលដើម្បីឲ្យវាទន់ណាចាអញ្ចឹងពេលដែលខ្ញុំចាត់អីហើយខ្ញុំយកវាទៅលាងទឹកម្សៅបន្ទាប់មកបានខ្ញុំច្បាច់មួយទឹកអំបិលបងប្អូនហ្នឹងហើយចាបន្ទាប់ពីខ្ញុំច្បាច់ឲ្យវារៀងទន់ហើយខ្ញុំយកវាទៅលាងទឹកម្សៅទៀតព្រោះដោយសារឲ្យបាត់ជាភ័យពីអំបិលហ្នឹងអញ្ចឹងណាហើយខ្ញុំស្រង់វាដាក់ទុកម្លែកឲ្យស្រក់ទឹកហើយបន្ទាប់មកខ្ញុំងាកចាបន្ទាប់ពីខ្ញុំលាងល្ហុងទុកដាក់ម្លែកហើយខ្ញុំងាកមកមើលសាច់ផាក់ឡូវរបស់ខ្ញុំវិញម្ដងចាសម្រាប់សាច់ផាក់ឡូវរបស់ខ្ញុំគឺថា30នាទីទៅ40នាទីគឺល្មមអាចថាញ៉ាំបានហើយអញ្ចឹងខ្ញុំស្រង់វាដាក់ចានដើម្បីធ្វើការកាត់វាដុំទូចៗសម្រាប់ញ៉ាំឬបងប្អូនឃើញនៅក្នុងវីដេអូនឹងអញ្ចឹងសម្រាប់សាច់ផាក់ឡូវរបស់ខ្ញុំគឺអត់មានដាក់គ្រឿងជំនួយពណ៌ឲ្យវាមើលទៅស្អាតអីណាបងប្អូនគឺដូចបងប្អូនឃើញតាំងពីដើមអញ្ចឹងគឺខ្ញុំដាក់តែស្ករពីងរបស់យើងជាមួយនឹងផ្កាច័ន្ទហើយនឹងឈើអែមសម្រាប់គ្រឿងវិញក៏អត់មានដាក់អីច្រើនអត់មានដាក់អីដិតច្រើនទេបងប្អូនគ្រោះជាតិផ្អែមល្មមឆ្ងាញ់តែម្ដងវាក៏អត់ផ្អែមខ្លាំងទេគឺវាផ្អែមប្រៃឡំតិចចឹងណាហើយបើក្លិនវិញគឺដូចផាក់ឡូវដែលគេធ្វើលក់អញ្ចឹងបងប្អូនអាចមើលវីដេអូនេះហើយនិយាយទៅធ្វើខ្លួនឯងបើសិនជាអត់ធ្វើទេបានត្រឹមតែមកមើលគឺស្ដាយមែនតើហ្មងណាចាហើយសម្រាប់គ្រឿងផាក់ឡូវហ្នឹងគឺយើងអាចធ្វើញ៉ាំជាមួយបាយក៏បានញ៉ាំធ្វើពេលជួបជុំគ្នាញ៉ាំលក្ខណៈបែបឈីលមានជាអីចឹងណាហ្នឹងហើយស្រួលមែនតើបើសិនជាយើងទិញគេក៏មិនអស់មិនតិចដែរបងប្អូនប៉ុន្តែបើសិនជាយើងធ្វើខ្លួនឯងគឺចាអស់តិចហើយអនាម័យទៀតសំខាន់គឺអត់មានក្លិនឆ្អាបក្លិនគ្រឿងក្នុងខ្លាំងអីទេពណ៌ដែលបងប្អូនឃើញអញ្ចឹងគឺស្អាតមែនតើហ្មងហើយអត់មានដាក់ទឹកស៊ីអ៊ីវខាប់ទៀតអញ្ចឹងបងប្អូនតោះកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាហើយបើសិនជាមានចម្ងល់ឬក៏វិធីផ្សេងៗដែលគិតថាស្រួលជាងខ្ញុំឬក៏អីបងប្អូនអាចចាកុំភ្លេចជួយ comment នៅខាងក្រោមវីដេអូនេះផងណាហើយអរគុណសម្រាប់ការទស្សនារបស់បងប្អូនទាំងអស់គ្នាកុំភ្លេចមើលហើយយកទៅរៀនធ្វើអនុវត្តទាំងអស់គ្នាណាប្រកាសជាឆ្ងាញ់ហើយចាប់មាត់ទៀតតែម្ដង